មកដល់ទីតាំងនេះគឺអាចយកហូបបាន free ដល់អត់មានគិតលុយអត់មានគិតថវិកាអត់មានគិតអីបងប្អូនណាបាទថ្ងៃនេះគឺជាសង្ក្រាន្តថ្ងៃចុងក្រោយថ្ងៃទី2ហើយយើងឃើញថាលោកអាបាស្រុកសេនធរក៏ដូចជាលោកអាភិបាលរងក៏មានវត្តមាននៅទីតាំងនេះអូយទៀតណាស់អត់ទៅលេងអត់ចុះកូនញ៉ាំកូនមកលេងដែរកូនម៉ានអ្នកកូន2នាក់ឯនឹងប្តីអាចចែកប្តីញ៉ាំទេចែកប្តីមានពងអាចចែកទៀតពងមាន2តែទឹកញ៉ាំពេលយប់លោកគ្រូក៏ស្វាយនេះគេហៅថាស្វាយសចង្វោដាក់ស្អាយមិនមែនកើតស្វាយទេស្វាយគឺសម្រាប់ហូបបងប្អូនណាសប្បាយរីករាយដែលបានមកចូលរួមនៅសង្ក្រាន្តនៅរដ្ឋបាលសាលាស្រុកស្រីជំនឿយើងនេះបាទហើយមានពងទាស្ងោមានសមានតប៉ែគិតលុយទេណាគ្រូអត់ទេហូប free មកហ្វ្រីចាចុះគ្រូថ្ពាល់ខូចឲ្យញញឹមស្រស់មិនធម្មតាទេបើតែហាមឆ្លាញ់ដីគេឆ្លាញ់ពូក្តារបានណាកុំឆ្លាញ់ដីគេមានសង្សារអ្នកគ្រូឈ្មោះអីអ្នកគ្រូឈ្មោះវិជ្រាហើយអ្នកគ្រូមិញរំឈ្នះបានទឹកប្រាក់ឬសូថារហូតដល់ទៅ3លានតែពិតទេអ្នកគ្រូបាទពិត3លានទេចាពុនម៉ាល់គ្រូបាទពុនតែមួយមានសង្សារគ្រូសង្សារអត់ទេមានពុនសិក្សាព័ត៌មានក្តាមក្រហម Hot News ថ្ងៃនេះខ្ញុំបាទសេងហេងរួមទាំងក្រុមការងារក្តាមក្រហមបងប្រុសទាំងពីរនាក់បានមកដល់នៅក្នុងទឹកដីនៃស្រុកសេនធរនៃខេត្តកំពង់ចាមបញ្ជាក់ជូនប្រិយមិត្តជននៅល្ងាចថ្ងៃទី13ខែមេសាឆ្នាំ2026នេះយើងគឺនៅទីស្រុកសេនធរបងប្អូនជាប្រវត្តិឱកាសគាត់កំពុងតែរំលែងសប្បាយនៅសង្ក្រាន្តនៅថ្ងៃទី2នៃទីស្រុកសេនធរទឹកដីនៃខេត្តកំពង់ចាមតែយើងឃើញថាបងប្អូនយើងក៏រីករាយមែនទែនជនបាទនៅក្នុងកម្មវិធីនេះតាមបងប្អូនយើងតាមដានបន្តមួយពូក្តាមដូចតទៅបញ្ជាក់ជូនប្រិយមិត្តជននៅល្ងាចថ្ងៃទី13ខែមេសាឆ្នាំ2026នេះយើងឃើញថានៅទីរួមស្រុកសេនធរគឺដបេះតែម្ដងបាទយើងឃើញថាគណៈកម្មការខាងស្រុកសេនធរក៏ដូចជារដ្ឋបាលស្រុកសេនធរនៅអាជ្ញាធរពាក់ព័ន្ធលោកគ្រូអ្នកគ្រូអង្គការសង្គមស៊ីវិលគឺដបេះបងប្អូនណារៀបចំអាហារសម្រន់សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតពីសន្តិវណ្ណៈបាទមិនថាក្មេងថាចាស់ក៏អាចមកពិសានៅទីតាំងនេះដូចជនបាទមានច្រើនបងប្អូនយើងបាទដូចជាប្រភេទមជូរក៏មានពងទាក៏មានពងទាកូនពងទាអត់កូនពងទាក្រាប់ពងទាមិនទាន់ក្រាប់ពងទានៅក្នុងខោអត់មានទេបងប្អូនជាចំពោះមានពងទាក្នុងខោគឺនៅទេកុំហូកុំម៉ាយទេចង់ហៅពងទាក្នុងខោអត់មានទេយើងនេះច្បាស់អានេះយើងនេះចឹងបងប្អូនណាបាទនេះគឺហៅថាស្វាយខ្ញុំប្រាប់បងប្អូនថាពូក្តាមមកដល់ទឹកដីស្រុកសេនធរខ្ញុំបញ្ចង់បញ្ជូនបងប្អូនថាក្លត់ស្គាល់ស្វាយនេះគេហៅថាស្វាយសចង្វោដាក់ស្អាយមិនមែនកើតស្វាយទេស្វាយគឺសម្រាប់ហូបបងប្អូនណានៅហូប free អត់គិតលុយបងប្អូនយើងបាទអែមបងប្អូនយើងនេះបងប្អូនយើងនេះគេហៅសមតិចបងប្អូនច្រឡំថាជើងជ្រូកមិនមែនទេជើងជ្រូកតែកន្លែងកាប់ជ្រូកអត់មាននេះហៅសមបាទហេស៊ូលោកគ្រូបាទហេស៊ូលោកគ្រូបាទនេះគេហៅសមមែនទេគ្រូចាសមអនសមនៅផលិតនៅកម្ពុជាចាអូបងប្អូនយើងសមផលិតនៅកម្ពុជាបាទថ្ងៃនេះអ្នកគ្រូតើមានអាហារសម្រន់អ្វីខ្លះសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋយើងមានស្វាយមានពងទាស្ងោមានសមានតប៉ែគិតលុយទេអ្នកគ្រូអត់ទេហូប free មកហ្វ្រីចាចុះបើអ្នកមកពីសហរដ្ឋអាមេរិកអីមកហូបបានទេបានអូមានអារម្មណ៍អីដែរថ្ងៃនេះថ្ងៃសង្ក្រាន្តថ្ងៃទី2នៃទីស្រុកសេនធរបាទមានអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមនៅសង្ក្រាន្តនៅរដ្ឋបាលសាលាស្រុកស្រីជំនឿយើងនេះបាទអញ្ចឹងលោកគ្រូតាមមានជាពលរដ្ឋមកចូលរួមច្រើនជាពិសេសមន្ត្រីរាជការជាពលរដ្ឋបងប្អូនទាំងអស់មកចូលរួមនៅថ្ងៃទី13យើងនេះបាទលោកគ្រូបាទលោកគ្រូចូលឆ្នាំចឹងមានអ្វីជូនពរទៅដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកសេនធរក៏ដូចខេត្តកំពង់ចាមក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនេះលោកគ្រូបាទនៅក្នុងឱកាសចូលឆ្នាំថ្មីនេះសូមទិដ្ឋាជូនពរដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរក៏ដូចជាក្នុងប្រជាជាតិកម្ពុជាយើងឲ្យជួបប្រទះថាស្រីសុខស្រីចម្រើនបាទលោកគ្រូបាទរកស៊ីមានបានទាំងអស់គ្នាបាទអរគុណលោកគ្រូបាទជូនពរសុខភាពល្អប្រពន្ធច្រើនលោកគ្រូណាបាទគ្រូប្រពន្ធមែនប្រពន្ធមួយមានសង្សារលោកគ្រូសង្សារមានទេប្រពន្ធយេណាប្រពន្ធលោកគ្រូប្រពន្ធខ្ញុំអូហ្នឹងឯងបាទម៉ែអើយវត្តពូក្តាមវត្តបែកមុខចង់ប្រពន្ធនៅនេះប្រពន្ធយើងនៅប្រពន្ធយើងបញ្ជាក់ជូនបងប្អូនយើងជាព័ត៌មាននេះគេហៅថាស្លាបព្រាសចង្លោដល់ស្អាមបោអានថាស្លាបព្រាបោកជួអានថាស្លាបព្រាជួបងប្អូនណាតិចបងប្អូនយើងស្គាល់ស្លាបព្រាហើយបងប្អូនយើងនេះគេហៅថាតប៉ែអ្នកខ្លះផឹកស្រាសវឹងនៅតប៉ែខ្វះតប៉ែមកទីរំសងសេនធរនេះហៅតប៉ែបងប្អូនយើង
បាទយើងឃើញថាបងប្អូនយើងអ្នកគ្រូបងប្អូនគាត់រីករាយណាស់នៅក្នុងថ្ងៃសង្ក្រាន្តលើកទីថ្ងៃទី2នៃទីរំសុកសីនធរអញ្ចឹងបងប្អូនប្រជាពលរដ្ឋមិនថាខេត្តកំពង់ចាមមិនថាសុកសីនធរតាមបណ្ដាខេត្តផ្សេងៗ25ខេត្តក្រោយទៅនេះបងប្អូនប្រជាពលរដ្ឋអនេកជននៅក្រៅប្រទេសអាចមកហូបហ្វ្រីបានអាចជិះយន្តហោះឡើយមកហូបហ្វ្រីនៅទីរំសុកសីនធរអត់គិតលុយអត់គិតសម្រាប់អត់គិតមកកាម៉ាស៊ីនចង់បានអំបិលហ្វ្រីអំបិលនេះបងប្អូនយើងនេះគេហៅថាកាពិក្លោបងប្អូនយើងស្គាល់កាពិបង្កើតបានជាអាហ្នឹងកាពិជ្រលក់ស្វាយណាបងប្អូនយើងនេះគេហៅថាអំបិលហ្នឹងគឺអំបបិលអានថាជ្រលក់ស្វាយឆ្ងាញ់ណាប៉ុន្តែអ្នកចាញ់កូនត្រូវអំបិលហ្នឹងសប្បាយរីករាយទេបងហ្នឹងបងសប្បាយទេថ្ងៃនេះសង្ក្រាន្តថ្ងៃទី2មែនបងបាទហើយម្ហូបអាហារសម្រន់ទាំងអស់ហ្នឹងគឺហ្វ្រីតែម្ដងហ្នឹងមិនទេបងហ្វ្រីចូលញ៉ាំដោយសេរី ហាមដាក់ខ្សែភ្លើងណាបងណាអត់ដាក់អាហ្នឹងហ្វ្រីឆក់ខ្សែភ្លើងដាក់តែព្រីភ្លើងឯងអានេះគេដាក់កណ្ដុលទេបងសូមបញ្ជាក់ជូនបងប្អូនយើងផងដែរយើងឃើញថានារីស្អាតក៏មាននារីអត់ស្អាតក៏មានមេម៉ាយក៏មានកំមុំក៏មានកន្លោះក៏មានកន្លោះខាន់ស្លាក៏មានមេម៉ាយខាន់ស្លាក៏មានអ្នកណាមេម៉ាយពូក្តារប្រចាំធ្វើពុនចុងទៅម្នាក់អ្នកគ្រូទៅអៀនពូមែនអ្នកគ្រូបាទបញ្ជាក់ជូនបងប្អូនយើងអ្នកគ្រូថ្ពាល់ខូចអញញឹមស្រស់មិនធម្មតាទេបើតែហាមឡាញ់ដីគេឡាញ់ពូក្តារបានណាកុំឡាញ់ដីគេមានសង្សារអ្នកគ្រូឈ្មោះអីអ្នកគ្រូឈ្មោះវិជ្រាហើយអ្នកគ្រូមិញរំឈ្នះបានទឹកប្រាក់ឬសូថារហូតដល់ទៅ3លានតែពិតទេអ្នកគ្រូបាទពិត3លានទេចាអញ្ចឹងហើយ3លានពិតហ្មងហ៎ចាពិតហ្មងហ៎អូបងប្អូនយើងនាទីរំសងសីនធររដ្ឋបាលស្រុកសីនធររៀបមិនធម្មតាទេអ្នកដែលរំឈ្នះទឹកប្រាក់ចំនួន3លានរៀល3លាននេះទៅដឹងប្តីបានទេអ្នកគ្រូអត់យកមិនចឹងអ្នកគ្រូចាំគេដឹងវិញហ៎ចាទៅដឹងពូអត់ទេមិនចឹងអ្នកគ្រូពូអត់សូវសង្ហាមែនចារៀងប៉ុណ្ណឹងដែរបងប្អូនហើយអត់សង្ហាទៀតមែនតាហើយអ្នកគ្រូចឹងមិញរង្វាន់ចំនួន3លានរៀលពិតទេអ្នកគ្រូពិតហ៊ានស្បត់ទេអត់បើយ៉ាជូនបងប្អូនយើង3លានដកប៉ុន្មានលោកគ្រូដក02 3លានដក02ស្មើទៅ 30000 ចាបាទមានតែជូនពរបងប្អូនយើងឱកាសឆ្នាំថ្មីណាគ្រូបាទខ្ញុំសូមជូនពរដល់ប្រជាជនខ្មែរទាំងអស់ដូចជាពូបងបរិយាកងទ័ពឲ្យគាត់ឈ្នះអមមានសត្រូវឲ្យគាត់មានសុខភាពល្អនៅជួរមុខហើយពួកខ្ញុំនឹងគោរពអរគុណដល់ទឹកចិត្តគាត់ដ៏ធំធេងពីចម្ងាយចាឲ្យជូនពរប្រជាជនខ្មែរទាំងអស់មានសុខភាពល្អដល់ទទួលទានមានបានបាទអរគុណអ្នកគ្រូជូនពរបានប្តីស្អាតទេហ៊ានអ្នកគ្រូណាជាជួនបងប្អូនយើងនេះគឺជាសកម្មភាពបងប្អូនណាបងប្អូនប្រជាពលរដ្ឋមិនថាសភាពបរោះមិនថាសភាពនារីមិនថាភេទទី1មិនថាភេទទី2មិនថាភេទទី3អាចមកញ៉ាំហ្វ្រីបងប្អូនណាហ្នឹងហើយគឺញ៉ាំហ្វ្រីតែម្ដងអត់គិតលុយអត់គិតកាក់អត់គិតសេវាអញ្ចឹងបងប្អូនយើងមកញ៉ាំហ្វ្រីបងប្អូនណាហ្នឹងហើយបើញ៉ាំអត់អស់ហាមយកទៅផ្ទះបងប្អូនយើងអត់ឲ្យយកផ្ទះទេមែនអ្នកគ្រូបើញ៉ាំអត់ឲ្យយកផ្ទះណាគ្រូអត់ឲ្យយកផ្ទះទេអញ្ចឹងអ្នកគ្រូមានថាពេលដែលហូបអត់ឲ្យយកផ្ទះទេអត់ឲ្យទេទៅញ៉ាំតែដល់ញ៉ាំដល់ឲ្យញ៉ាំនេះទាំងអស់ហ្នឹងហ្នឹងហើយអញ្ចឹងអ្នកគ្រូតើការមកចូលរួមសង្ក្រាន្តនេះមានការរើសអើងទេដែលអ្នកទៅប្រពន្ធលេងចោលឲ្យថ្មីឲ្យមកនេះគ្រូឲ្យអ្នកមេម៉ាយទៅលេងប្តីថ្មីឲ្យមកនេះគ្រូបានកំមុំចង់បានប្តីឲ្យមកទេភេទទី3ឲ្យមកទេបានទាំងអស់មកនេះគ្រូនេះនៅសុកសីនធរយើងចឹងអ្នកគ្រូនេះអែមអរគុណអ្នកគ្រូនៅបងប្អូនយើងអើយបងសៃថតយកស្អាតទេបងមនុស្សសង្ហាតិចដែរនៅបញ្ជាក់ជូនបងប្អូនយើងនេះគឺជាការរៀបចំរបស់រដ្ឋបាលស្រុកសីនធរស្វាគមន៍ឆ្នាំថ្មីក្នុងឱកាសសង្ក្រាន្តនៅថ្ងៃទី2ថ្ងៃទី13ខែមេសាឆ្នាំ2026នេះបាទឥឡូវយើងឱកាសបន្តទៀតសូមទុំឲ្យបងប្អូនយើងក៏ដូចជារដ្ឋបាលស្រុកបាទគណៈរដ្ឋបាលស្រុកឬក៏លោកគ្រូអ្នកគ្រូគាត់ផ្ដល់ជូនអាហារសម្រន់ជូនបងប្អូនយើងហ្នឹងហើយយើងផ្ដល់ជូនអាហារសម្រន់បងប្អូនណាហើយបន្តទៀតបងប្អូនយើងរួមលេងកំសាន្តអស់គ្នានៅទីរំសីនធរអូហូសប្បាយណាស់បងប្អូនយើងថ្ងៃនេះទៅ2ថ្ងៃសង្ឃឹមនៅឆ្នាំក្រោយរដ្ឋបាលស្រុកសីនធរនឹងរៀបចំសង្ក្រាន្តនៅទីរំសីនធរកាន់តែសប្បាយជានេះបន្ថែមទៀតបន្តែក៏មិនចំណានស្អែកបន្តនៅថ្ងៃទី14 15 16នឹងសង្ក្រាន្តនៅវត្តកោះកែវនៅទឹកដីនៃស្រុកសីនធរដូចគ្នាបងប្អូនណាតាមដានបន្តនៅថ្ងៃស្អែកថ្ងៃនេះគឺសប្បាយបងប្អូនយើងបាទមហូបអាហារហ្វ្រីបាទជ័យលោកគ្រូបាទសួរមួយបានទេលោកគ្រូបាទលោកគ្រូអត់មានពងមែនលោកគ្រូ
មានមិនកូនសុំញ៉ាំ អូកូននេះមើលសុំមើលលពូបងប្រហែលលពូបងបច្ចុប្បន្នភាព 2 បងពីហ៎អត់មានបាត់បែកចំណាត់អីទេ អត់ទេ ខ្វះពងថែមហ៎ ណាខ្ញុំបាទ នេះគេថាឪពុកល្អបាទហើយលោកគ្រូបងប្រហែលលោកគ្រូ បងប្រកបតែ2ឯងបង បងប្រកាសពីហ៎ បាទបើបងទាច្រើន បងនេះច្រើនហ៎ហើយលោកគ្រូមានអារម្មណ៍ដោយមិនដេញថ្ងៃនេះក៏ហៅថាបើកនៅគេហៅថាសង្ក្រានต์ថ្ងៃទី2ទីមសុកសេនធគឺមានចែកអាហារសម្រន់ហ្វ្រីជូនបងប្អូនប្រជាពលរដ្ឋនៅទីមសុកសេនធនេះ បាទខ្ញុំបានមានអារម្មណ៍សប្បាយរីករាយដោយសារខ្ញុំចេញពហិន34ឆ្នាំហើយមិនដែលជួបស្ថានភាពបែបហ្នឹងសប្បាយបែបហ្នឹងបាទ34ឆ្នាំហើយអញ្ចឹងថ្ងៃហ្នឹងគឺថ្ងៃដែលដំបូងគេបោះដែលខ្ញុំបានជួបប្រទេស34ឆ្នាំតាពីខ្ញុំចេញពីករុកសលមក មានតែឆ្លងឆ្នាំចូលឆ្នាំថ្មីចូលឆ្នាំចាស់គឺអត់ដែរមានកម្មវិធីចឹងទេ ដែលមានទេ បាទអញ្ចឹងពិសេសតែម្ដងនៅទឹកដីខេត្តកំពង់ចាម បាទហ្នឹងគឺផ្ដោតនៅទីដីសប្បាយរីករាយនៅក្នុងស្រុកស្រីសន្ធើយើងបាទដីខេត្តកំពង់ចាម លោកគ្រូមានអីចុងក្រោយជូនពរបងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុកក្រៅស្រុកនេះលោកគ្រូបានក្នុងការឆ្នាំថ្មី ជាបន្តទៀតសូមជាពលរដ្ឋចូលរួមឲ្យបានច្រើនកកកដើម្បីបបោសាទរនៅឆ្នាំថ្មីហ្នឹងបាទបានច្រើន អរគុណលោកគ្រូជូនពរលោកគ្រូប៉ង original សៀន2បងបន្តបន្សំ3 4បន្ថែមពុនម៉ាលោកគ្រូ បាទពុនតែមួយ មានសង្សារលោកគ្រូ សង្សារអត់ទេមានពុន អត់មានពុនចំទេលោកគ្រូ បាទអត់ទេ មានស្អត់ទេលោកគ្រូអាឡៃទៅចេញកាត់ចោលលោកគ្រូបញ្ជាក់ជូនបងប្អូនថាមានពុនចុងទេមានតែប្រពន្ធដើមបើប្រពន្ធដើមមួយខែមួយបាទបញ្ជាក់ជម្រាបជនបាទនេះគឺសកម្មភាពក្នុងការផ្ដល់ជូនអាហារសម្រន់ចែកជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលគាត់មកសង្ក្រាន្តនៅលើកទី2ថ្ងៃទី13ខែមេសាឆ្នាំ2026នេះបាទអញ្ចឹងបងប្អូនយើងមកដល់ទីតាំងនេះគឺអាចយកហូបបានហ្វ្រីដល់អត់មានគិតលុយអត់មានគិតថវិកាអត់មានគិតអីបងប្អូនណាបាទមានសង្ក្រាន្តមានច្រើនយុវជនណាបាទមានដូចជាប្រភេទតប៉ែបងប្អូនហ្នឹងហើយសំជ្រូកសំចេកពងទាកូនបាទក៏ដូចជាផ្លែស្វាយអីជាដើមបាទសង្ក្រាន្តនេះគឺចែកហ្វ្រីតែម្ដងបងប្អូនណាហើយមិនហ្វ្រីតែនេះទេគឺហ្វ្រីទាំងអំបិលទេបងប្អូនអំបិលក៏ហ្វ្រីដែរបាទអ្នកគ្រូលើកបញ្ជាក់ជូនបងប្អូនថាអំបិលហ្វ្រីគឺអត់គិតលុយទេអំបិលក៏ហ្វ្រីបាទហើយអ្នកគ្រូស្អាតណាស់អ្នកគ្រូហ្នឹងហើយបញ្ជាក់បងប្អូនអំបិលទាំងហ្វ្រីទាំងអំបិលហ្វ្រីទាំងអំបិលម្ទេសហ្វ្រីសពបែបយ៉ាងប៉ុន្តែអ្នកគ្រូថាអត់អាចហ្វ្រីថើបទេថើបអ្នកគ្រូអត់បានទេដល់សូមអនុញ្ញាតពីប្តីអ្នកគ្រូសិនបងប្អូនយើងនេះចឹងបងប្អូនយើងគាត់រីករាយណាស់បងប្អូនណានៅក្នុងសង្ក្រាន្តថ្ងៃទី2នៅទឹកដីនៃស្រុកសេនធននៅទីរំសោគឺនៅស្រីសឈរផ្ទាល់តែម្ដងទិជនបងប្អូនជាតិបាទមើលគេហៅថានេះហើយជាសុភមង្គលស្នេហាបាទលោកគ្រូអ្នកគ្រូគេហៅថាញញឹមស្រស់ណាបងប្អូនយើងគេហៅមួយម៉ាត់ថាញញឹមមានមុនស្នេហ៍សូមមិនលោកគ្រូនិយាយព្រោះអ្នកដែលមកទាញព្រាត់ហាមតែមួយហាមផោមដល់ពេលគេនេះអត់ហ៊ាននិយាយចិត្តប្រពន្ធនៅបងប្អូនយើងអែមណាថ្ងៃទីសុកសេនធយើងនិយាយថាបងប្អូនជាពលរដ្ឋយើងចូលរួមច្រើននឹងហើយចូលរួមច្រើនតែម្ដងបាទថ្ងៃទី2ហើយគឺជាថ្ងៃបញ្ចប់នៃសង្ក្រាន្តទីសុកសេនធប៉ុន្តែស្អែកគឺចាប់ដើមសង្ក្រាន្តនៅវត្តកោះកៅស្ថិតនៅក្នុងភូមិឃុំព្រែកដំបូកស្រុកសេនធទឹកដីនៅខេត្តកំពង់ចាមបងប្អូនយើងបាទប្រជាជនរដ្ឋមន្ត្រីជនបាទនេះគឺជាសកម្មភាពនៅក្នុងការផ្ដល់អាហារសម្រន់ជូនបងប្អូនប្រជាពលរដ្ឋអ្នកស្រុកស្រីសន្ធរដែលបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីសង្ក្រាន្តថ្ងៃទី2នេះប្រជាជនណាបាទថ្ងៃនេះគឺជាសង្ក្រាន្តថ្ងៃចុងក្រោយថ្ងៃទី2ហើយយើងឃើញថាលោកអាបាស្រុកស្រីសន្ធរក៏ដូចជាលោកអាភិបាលរងក៏មានវត្តមាននៅទីតាំងនេះហើយផ្ដល់ជូនចែកអាហារសម្រន់ជូនបងប្អូនប្រជាពលរដ្ឋបាទបានពងទាប្រហែលអ៊ំស្រីពងទា4គ្រាប់យើងចែកកូនញ៉ាំដល់គ្រូបាទចានេះកូនប៉ៅបាទបានពងទាប្រហែលគ្រាប់អ៊ំបានពងទាទាំងអស់5គ្រាប់5គ្រាប់ចាហើយពងយកដូចច្រើនមែនចែកកូនញ៉ាំចែកកូនញ៉ាំកូនមកលេងដែរកូនម៉ានអ្នកកូន2នាក់ឯនឹងប្តីហើយចែកប្តីញ៉ាំទេចែកប្តីមានពងហើយចែកទៀតពងមាន2តែទឹកញ៉ាំពេលយប់លោកគ្រូអ៊ំស្រីពង2ទុកញ៉ាំពេលយប់ចាអាពេលថ្ងៃដូចកូននេះអរគុណអ៊ំបាទសូមបញ្ជាក់ជូនបងប្អូនយើងឥឡូវជួបស្ដីស្អាតទេសួស្ដីស្ដីស្អាត
មានប្តីនៅអូន nơi không មានប្តីនៅអត់មានទេហើយកាលបានយកទៅ không đọc bay nè បាទ không đọc bay năm nè អាយុប៉ុន្មានហើយបង bay đọc bay năm dạ តើមានតាញ់បានទេ an toàn អញ្ចឹងតើមានតាញ់បានយកប្តីបងទេ dạ បាទហើយតើអាចយកញ៉ាំច្រើនមែន nhôm đi nè bò អេអេអូយទៀតណាស់អត់ទៅលេងស្អាតមកចុកនេះបងប្អូនយើងអត់ស្អីស្អាតមកចុកនេះជាតិណាស់លោកអើយនៅរៀនទេបង dạ កុំតន់យកប្តីពូណា dạ បើយកប្តីចូលតាមពូហ្នឹងពូ discount យកដល់$10000អរគុណបងអូនគឺបងអត់ផ្លេស្អាតទេពូ dạ បាទបងប្អូនឥឡូវយើងដើម្បីបញ្ជ្រាបនៅព័ត៌មាននៅក្នុងថ្ងៃទី13ខែមេសាឆ្នាំ2021តើរដ្ឋបាលស្រុកសីនធោក៏បានរៀបចំនៅអីខ្លះដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋញាតិមិត្តសិទ្ធឆ្ងាយក៏ដូចអ្នកនៅតាមបណ្ដាស្រុកផ្សេងជាពិសេសអ្នកនៅក្នុងស្រុកសីនធោផ្ទាល់តែម្ដងយើងចង់ដឹងថាតើលំអិតព័ត៌មានអីខ្លះយើងទៅជួបនឹងការពិភាក្សាទាំងអស់គ្នាបងមានសួរលោកគ្រូបាទលោកគ្រូអធិស្ឋានសុំសួរតិចថាតើរដ្ឋបាលស្រុកសីនធោបានរៀបចំនៅអីខ្លះសម្រាប់ថ្ងៃនេះទទួលបងប្អូនប្រជាពលរដ្ឋបាទ ជំរាបសួរអាយដាមលោកជំទាវលោកលោកស្រីនាងកញ្ញាថ្ងៃនេះគឺជាថ្ងៃទី2បាទត្រូវនៅថ្ងៃទី13ខែមេសាឆ្នាំ2026រដ្ឋបាលស្រុកសីហនុក៏បានរៀបចំលេងល្បែងប្រជាប្រិយរួមលេងកំសាន្តមិនត្រឹមប៉ុណ្ណោះទេយើងមានអាហារសម្រន់មានតបែមានអន្សមហើយនឹងស្វាយបាទចែកជូនបងប្អូនពិសាគ្រប់គ្នាបាទសូមអរគុណ បាទលោកគ្រូក្រៅពីតប៉ែនសំតើមានអីដែលរំលេចនៅក្នុងថ្ងៃនេះទៀតទេលោកគ្រូ ដោយសារថ្ងៃនេះយើងលេងនៅនេះតែ2ថ្ងៃទេមានតែការចូលរួមលេងកំសាន្តរីឯកម្មវិធីធំឯនោះមានរយៈពេល3ថ្ងៃទៀតគឺថ្ងៃទី14ថ្ងៃទី15និងថ្ងៃទី16នៅវត្តកោះកែវព្រែកដំបូកឯនោះបាទនៅវត្តកោះកែវព្រែកដំបូកមានថ្ងៃទី16មានទទួលអាហារសម្រន់ជាច្រើនដូចជាអាកោតបែបូតស្ងោហើយនឹងជាច្រើនតាមផលិតផលនៃឃុំនីមួយៗយ៉ាង14 បាទលោកគ្រូសូមអធិស្ឋានលោកគ្រូអាចធ្វើការណែនាំខ្លួនបន្តិចបានទេលោកគ្រូ បាទខ្ញុំបាទឈ្មោះម៉ាត់អ៊ីលីសជាមន្ត្រីរដ្ឋបាលនៃស្រុកសីហនុនេះបាទ បាទលោកគ្រូមានអីផ្ដែផ្ដាំទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកយើងក៏ដូចជាតាមបណ្ដាស្រុកផ្សេងៗ បាទសូមផ្ដាយផ្ដាំទៅដល់បងប្អូនប្រជាពលរដ្ឋថាស្រីសន្ធោឆ្នាំនេះធ្វើព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅវត្តកោះកែវបាទនៅចាប់ពីថ្ងៃស្អែកទៅគឺមានកម្មវិធី Push Strong មានកម្មវិធីល្បែងប្រជាប្រិយនិងកម្មវិធីផ្សេងជាច្រើនទៀតបាទនាំឲ្យប្រជាពលរដ្ឋសប្បាយ បាទអញ្ចឹងលោកគ្រូសម្រាប់នៅមុខសាលាស្រុកនេះយើងលេងតែមួយថ្ងៃនឹងទៀតណាលោកគ្រូណា បាទនៅមុខសាលាស្រុកនេះគឺផ្ដល់ឱកាសតែ2ថ្ងៃទេគឺ12និង13 បាទអញ្ចឹងអរគុណច្រើនលោកគ្រូ បាទសូមអរគុណបាទ អ្នកគ្រូសុំសួរបន្តិចតើអ្នកគ្រូមានអារម្មណ៍មិនដែរនៅពេលដែលបានមកលេងសង្ក្រាន្តនៅរដ្ឋបាលស្រុកសីហនុនេះ មានអារម្មណ៍ថាសប្បាយចិត្តតែចង់សួរអ្នកគ្រូតែម្នាក់ហ្នឹងហ្មងណាមានអារម្មណ៍ថាសប្បាយចិត្តនេះជាលើកទី1ដែលបានមកសង្ការនៅក្នុងស្រុកសីហនុខ្លួនឯងផ្ទាល់ បាទឮថារដ្ឋបាលស្រុកសីហនុថ្ងៃនេះពិសេសគាត់បានរៀបចំនៅឮថាដូចជាតបែពាក់គក់អញ្ចឹងអ្នកគ្រូបាទអញ្ចឹងអ្នកគ្រូធៀមខ្លួនរួចទៅក្នុងការទទួលទានទាំងអស់ហ្នឹង មកតាមមកត្រៀមបានមកចិត្តតួខ្លួនឯងខ្លួនឯងអត់មកមិញណា បានហៅបងប្អូនអីមកអត់ទេ ណាមក មកទាំងអស់ហ្នឹង ណាហ្នឹងហើយ ចាលោកគ្រូកាលនេះមានអារម្មណ៍មិនដែរ បាទចិត្តណា បាទចិត្តលោកគ្រូបាទ បាទទៅចឹងទៅដូចជាស្វាក្នុងចិត្តមកសប្បាយបាទយើងទៅបានលេងល្បែងមុខទេតែបានទៅបានលេងបានមិនបានតាមទឹកជើមួយទេនៅសចោលជុំអ្នកខ្សែទៀត បាញ់លេងបាញ់ឈ្នះអត់លោកគ្រូ ចាញ់ យើងផ្ដោតសិតឲ្យនារីឈ្នះលោកគ្រូណាបាទជាទស្សនវិជ្ជាលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនជាបរដ្ឋកំពុងតែរួមកំសាន្តនៅមុខលោកយាយសីសឈោនៅថ្ងៃទី13ខែមេសាឆ្នាំ2026នេះបាទហើយនេះគឺជា ចូលកែអី បាទ
ឥឡូវហ្នឹងបាទគឺឃើញថាអង្គុយមិញដោយសារតែកៅអីនឹងលើសជាងមនុស្សឥឡូវហ្នឹងគឺចាប់ផ្ដើមសារជាថ្មីបាទហើយនេះគឺជាបាទលោកគ្រូអ្នកគ្រូស្អាតខ្លាំងមែនតើបាទនេះហើយលោកគ្រូអ្នកគ្រូសុកសេនថោបាទសម្រស់បាទមិនចាញ់តាមបណ្ដាស្រុកផ្សេងទេបាទបាទភ្លេចមកចូលរួមលេងកំសាន្តទាំងអស់គ្នាបាទគឺសប្បាយបងប្អូនប្រជាពលរដ្ឋបាទគឺថាលើករំបន្តទៅទៀតបាទយើងរំឲ្យទាត់តែអស់គ្នាបាទសតតែម្នាក់រំម្ចាស់ជើងឯកនិងជាម្ចាស់ជ័យលាភីបងប្អូនបាទឥឡូវកំពុងតែរៀបចំរំបន្តទៀតបាទនេះអ្នកគ្រូបាទអូដៃលិវិតពលល្អបាទទទុនរំក៏ស្អាតរៀងក៏ស្អាតបាទអូគួយអ្នកគ្រូគួយបាទអូលោកគ្រូហៅកន្លែងគួយអត់ឃើញអូកៅអីមួយណាចាដកទៀតហើយបាទដកទៀតហើយដកម្នាក់ទៀតហើយបាទគឺគេដល់សប្បាយបងប្អូនបាទ